មកបងប្អូនពុកម៉ែដែលចូលចិត្តទេសភាពបែបព្រៃភ្នំមកទីនេះដឹងតែជាប់ចិត្តហើយសំខាន់ណាធំក្លិនតរ៉េនទុំបណ្ដាហើយអ្នកដែលចូលចិត្តแชร์ទេសភាពបែបព្រៃភ្នំបៃតងខ្ចីវីយូដាច់ភ្នំ360ដឺក្រេព័ទ្ធជុំវិញមកទីនេះដឹងតែមកហើយចង់មកទៀតហើយមានពុកម៉ែបងប្អូនខ្លះមកដល់តែ 4-5 ដងហើយមានអ្នកសួរខ្ញុំថាហេតុអីពួកគាត់មកញឹកញាប់ម៉េចអត់ធុញទេឲ្យធុញមិនបានបើបរិយាកាសនៃការស្នាក់នៅទេសភាពសេវាកម្មបូករួមទាំងប្លង់ស្នាក់នៅនោះមានគ្រប់រសជាតិគ្រប់ប្រភេទហើយតម្លៃនោះមានគ្រប់ប្រភេទទាំងអស់បងប្អូនពុកម៉ែតម្លៃចាប់តាំងពី$15រហូតដល់40-50រហូតដល់តម្លៃខ្ពស់ទៅតាមលក្ខណៈផ្ទះឬក៏តង់នីមួយគ្នាច្រើនគ្នាតិចអីចឹងណាបងប្អូនចាឲ្យបរិយាកាសនៃការស្នាក់នៅតង់មួយហ្នឹងគឺខុសប្លែកពីគ្នាទៀតគេងមួយហើយចង់គេងមួយទៀតនិយាយចំគេងមួយស្ដាយមួយបងប្អូនណាសំខាន់នៅលើភ្នំមេប៉ុន្តែមានអាងទឹកទូលខ្ជូតសម្រាប់កូនរបស់បងប្អូនពុកម៉ែលេងសប្បាយទៀតអត់ខ្វល់ខ្វាយថាភ័យខ្លាចគ្រោះថ្នាក់ដូចទឹកទឹកស្ទឹងអីទេបងប្អូនហើយសម្រាប់អាងទឹកយើងជាទូទៅក្នុងមួយសប្តាហ៍គឺយើងប្រហូរទឹកចេញបដូរដាក់ទឹកថ្មីបងប្អូនហើយយើងប្រើប្រាស់ក្លសម្រាប់សម្លាប់មេរោគជាប្រចាំបងប្អូនណាអ្វីដែលសំខាន់នោះយើងមានហាងកាហ្វេនៅលើភ្នំបរិយាកាសទេសភាពគឺថា enjoy share មែនតើបងប្អូនអើយចាម៉ាស៊ីនឆុងកាហ្វេហ្នឹងប្រភេទខ្នាតធំទៀតហើយគ្រឿងផ្សំរបស់យើងហ្នឹងសុទ្ធតែប្រភេទគ្រឿងផ្សំល្អបើនិយាយទៅរសជាតិណាអត់ចាញ់ទីក្រុងទេបងប្អូនកាហ្វេលើភ្នំណាចាអេមខ្លាំងមែនទែនកដាលព្រៃទេតែរសជាតិដូចនៅក្នុងទីក្រុងអញ្ចឹងបងប្អូនណាហើយពិសេសគឺអាហារបងប្អូនណាបើបានមកទីនេះហើយកុំភ្លេចសួររកម្ហូបប្រចាំតំបន់បងប្អូនអើយជាពិសេសសាច់អាំងចេកព្រៃម្ជូរគ្រឿងស្លឹកត្មងមាន់លីងរំដេងព្រៃគឺថាជាតិណាស់បងប្អូនអើយចាមកឲ្យដឹងតែជាប់ចិត្តហើយបងប្អូនណាហើយបរិយាកាសគឺឆេរខ្លាំងមែនទែនចាហើយចង់បញ្ជាក់ជូនបងប្អូនថាប្រភេទនៃតង់ស្នាក់បន្ទប់ស្នាក់នីមួយមានច្រើនប្រភេទច្រើនជម្រើសបងប្អូនមានប្រភេទមានផ្ទះបាយមានអាងត្រាំទឹកអាងហែទឹកតខ្លួនចាហើយអ្វីដែលសំខាន់នោះមានសំណាញ់នៅលើទីតាំងខ្ពស់នៅលើតង់មួយចាបងប្អូនសំណាញ់ថតរូបអាងត្រាំរៀនហាលធំទលាយសម្រាប់ឆេរឲ្យការដេកក្នុងបន្ទប់ក្នុងតង់បងប្អូនតង់មែនតែតង់អេបងប្អូនអញ្ចឹងសម្រាប់អ្នកដែលធុញថប់នឹងភាពស៊ីវិល័យនៅទីក្រុងបងប្អូនជំរើសនៅទីនេះគឺអេមខ្លាំងមែនទែនជាប្រភេទតង់ទូចក៏ប៉ុន្តែចូលទៅមានអារម្មណ៍ថាបងប្អូនមកហើយគឺ relax ស្រស់ស្រាយមែនទែនបងប្អូនចាស់តង់គឺធានាថាអត់ដូចតង់គេទេបងប្អូនណាគឺចូលទៅគឺថាវ៉ាវតែម្ដងខ្ជូតខ្លាំងមែនទែនបងប្អូនណាហើយបងប្អូនពុកម៉ែទាំងអស់ដែលអញ្ជើញមកស្នាក់នៅបាន3ដងបងប្អូនអាច comment ខាងក្រោមនេះបានចាខាង resort នឹងមានកាដូជូនបងប្អូនជាពិសេសហ្មងណាបងប្អូនណាចាអញ្ចឹងជួយ comment នៅខាងក្រោមនេះផងកុំភ្លេចណាបងប្អូនណាដែលមកស្នាក់នៅម្ដងហើយម្ដងទៀតបងប្អូនមកម្ដងបងប្អូនអាច comment នៅខាងក្រោមវីដេអូនេះមកបងប្អូនណាមានកាដូ surprise ជូនបងប្អូនជាពិសេសតែម្ដងបងប្អូនចាបច្ចេកបងប្អូនដែលចូលចិត្តបរិយាកាសបែបនេះបងប្អូនគឺកម្រមែនទែនគឺយើងមើល view ដាច់ស្រឡះតែម្ដងបងប្អូនអញ្ជើញបន្ទប់មួយណាក៏ប្លែកក៏ស្រស់ស្រាយដែរដោយបងប្អូនបានបញ្ជាក់រៀបរាប់ខាងលើចឹងបងប្អូនថាគេងមួយហើយគឺស្ដាយមួយទៀតអញ្ចឹងហើយបានមកថ្ងៃហ្នឹងគេងបន្ទប់នេះតង់នេះមកលក្រោយគេងនេះបងប្អូនដូរគ្រប់រសជាតិទាំងអស់តែម្ដងបងប្អូនអើយចាហើយរដូវកាលនេះគ